បាទជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពជាទីស្នេហាថ្ងៃនេះខ្ញុំមានកិត្តិយសដើម្បីជម្រាបជូនបងប្អូនជនរួមជាតិស្ដីពីការវិវត្តនៃចំនួនព្រំដែនរវាងកម្ពុជានិងថៃហើយខ្ញុំនឹងមានអនុសាសន៍មួយចំនួនដើម្បីជម្រាបជូនដល់រដ្ឋាភិបាលនៃប្រទេសខ្មែរយើងហើយនិងរដ្ឋាភិបាលថៃថាតើយើងត្រូវធ្វើការដោះស្រាយរបៀបណាតាក់ទងទៅនឹងបញ្ហាចំនួននេះខ្ញុំសូមជម្រាបថាអ្វីដែលខ្ញុំបានជម្រាបនៅក្នុងខ្លឹមសារនៃវីដេអូនេះគឺខ្ញុំគ្មានចេតនាក្នុងការនៅខាងណាទេហើយម្យ៉ាងខ្ញុំគឺជាពលរដ្ឋខ្មែរខ្ញុំក៏មានកាតព្វកិច្ចក្នុងការការពារជាតិក្នុងការការពារនៅទឹកដីរបស់យើងទាំងអស់គ្នាដែរហើយមុននឹងចាប់ផ្ដើមខ្ញុំសូមអភ័យទោសផងដែរចំពោះបងប្អូនជនរួមជាតិប្រសិនបើការនិយាយរបស់ខ្ញុំតាក់ទងនឹងចំនួននេះឃើញថាខ្ញុំមានបញ្ហាខុសឆ្គងត្រង់ណាមួយសូមមេត្តាផ្ដល់ជា comment ហើយនឹងផ្ដល់ជាអនុសាសន៍ឲ្យខ្ញុំធ្វើការកែលម្អឡើងវិញឬក៏ខ្ញុំសូមស្វាគមន៍ចំពោះមតិយោបល់របស់បងប្អូនជនរួមជាតិទាំងអស់មុននឹងខ្ញុំផ្ដល់ជាអនុសាសន៍នៅក្នុងការដោះស្រាយឬក៏អ្វីដែលយើងត្រូវធ្វើការបន្តនៅក្នុងនាមជាប្រទេសជិតខាងគ្នាខ្ញុំសូមជម្រាបជូនបងប្អូនបន្តិចអំពីប្រវត្តិនៃចំនួនឬក៏ប្រវត្តិនៃទំនាក់ទំនងកម្ពុជាយើងហើយនិងថៃនេះហើយខ្ញុំក៏សូមរំលឹកផងដែរអំពីហេតុអីបានជាមានថៃហេតុអីបានជាមានខ្មែរពីព្រោះយើងម្នាក់យើងដឹងទាំងអស់គ្នាហើយថាកន្លងមកនេះគឺថៃហើយនិងខ្មែរគឺជាបងប្អូនគ្នាសម្រាប់ខ្ញុំនៅតែចាត់ទុកថាជាបងប្អូនប៉ុន្តែសម្រាប់បងប្អូនជនរួមជាតិខ្មែរយើងថាគេជាសត្រូវឬថៃនឹងជាសត្រូវសួរពូជឬក៏ជាស្អីហ្នឹងអាហ្នឹងគឺជាសិទ្ធិហើយនឹងជាអ្វីដែលបងប្អូនមានការចេះដឹងហើយនឹងមានការយល់ឃើញប៉ុន្តែសម្រាប់ខ្ញុំនៅតែចាត់ទុកថាបងប្អូនជនជាតិថៃឬក៏ប្រទេសថៃនៅសប្តាហ៍ថ្ងៃនេះគឺជាអតីតបងប្អូនពីព្រោះយោងតាមប្រវត្តិសាស្ត្រអ្វីបាត់តែថៃគាត់ចូលមកនៅក្នុងប្រទេសកម្ពុជាយើងឬក៏ប្រជាណាចក្រកម្ពុជាយើងនេះគឺក្នុងសតវត្សទី9បើយើងមើលតាមឯកសារប្រវត្តិសាស្ត្រនៅពេលនោះហើយដែលចក្រភពខ្មែរយើងគឺមានទឹកដីធំធេងណាស់ហើយប្រជាជនក៏មិនច្រើនប្រមាណដែរហើយថៃបងប្អូនថៃឬក៏យើងហៅថាថៃគាត់បានមកពីខាងមកពីខាងតំបន់ភាគខាងត្បូងនៃប្រទេសចិនដែលយើងទាំងអស់គ្នាចាត់ទុកថាជាតំបន់យូណានឬក៏ជនជាតិថៃគាត់ហូរឬក៏បំលាស់ទីទៅមកប្រទេសកម្ពុជាយើងនៅពេលដែលប្រទេសកម្ពុជាយើងនឹងក៏មានទឹកដីធំទូលាយហើយមានមហាក្សត្រខ្មែរដ៏ល្អដ៏ខ្លាំងពូកែហើយលោកដែលជាជនជាតិថៃទាំងអស់ឬក៏តៃនឹងគាត់បានមកនៅទឹកដីយើងនៅតំបន់អយុធ្យាឬក៏នៅលុបបុរីនៅអីហ្នឹងមានច្រើនទោះបីជាយ៉ាងណាក៏ដោយពួកគេបានមករស់នៅតំបន់នោះបើតាមឯកសារគឺក្នុងអំឡុងសតវត្សទី9ហើយនៅពេលដែលបែកទៅជាប្រទេសថៃគឺក្នុងសតវត្សទី13ដូច្នេះវាយើងគិតទៅថាគឺគាត់មកនៅជាមួយយើងប្រហែលជាចូល300-400ឆ្នាំដែរអញ្ចឹងយើងអាចថាវាជាបងជាប្អូននៅក្នុងគ្រួសារតែមួយដែលមានស្ដេចដែលមានមហាក្សត្រខ្មែរយើងជាម៉ែជាឪហើយយើងរស់នៅជាមួយគ្នាយើងហូបបាយហូបទឹកអីជាមួយគ្នាដេកជាមួយគ្នាក្នុងផ្ទះអាណាចក្រខ្មែរតែមួយរហូតដល់300-400ឆ្នាំហើយយើងក៏បែកគ្នាទៅបែកដំបូងគឺយើងដឹងហើយថានៅតំបន់ឬក៏នៅសកលតីហើយសកលតីនេះគឺជាការចាប់ផ្ដើមដំបូងនៃរដ្ឋថៃឬក៏យើងហៅថារដ្ឋសៀមនេះឯង
នៅពេលហ្នឹងគឺក្នុងឆ្នាំ1290ហ្នឹងគឺជាចាប់ផ្ដើមកើតនគរថៃហ្នឹងហើយបើយើងគិតទៅបើតាមឯកសារប្រវត្តិសាស្ត្រយើងថាអ្នកបង្កើតរដ្ឋសកលតីហ្នឹងគឺដំបូងគឺខុនផាមឿងហើយនឹងបាំងខ្លាំងហៅខ្ញុំមិនដឹងថាខុនផាមឿងឬក៏បាំងខ្លាំងហៅហ្នឹងគាត់ជាជនជាតិថៃឬក៏ជនជាតិអីទេអាហ្នឹងខ្ញុំមើលឯកសារអត់ទាន់អស់ប៉ុន្តែឃើញគេទៅសេថាជាជនជាតិថៃប៉ុន្តែលោកទាំងពីរហ្នឹងនិយាយជាពិសេសខុនផាមឿងលោកបានរៀបពិសេសជាមួយនឹងពនាងសង្ហទីវីថៃហៅថាមហាទីវីហ្នឹងគឺជាបុត្ររបស់បុត្រសំណប់របស់ប្របាទជ័យម៉ាន់ទី7អាហ្នឹងខ្ញុំគ្រាន់រំលឹកប្រវត្តិសាស្ត្រតិចទេខ្ញុំមិនចេះដឹងជាអ្នកប្រវត្តិសាស្ត្រអីទេប៉ុន្តែអ្វីដែលខ្ញុំបានអានដឹងគឺប៉ុណ្ណឹងហើយប្រហែលឆ្នាំក្រោយមកក្នុងឆ្នាំ1350គឺថៃក៏បង្កើតរដ្ឋជាតិជាមួយទៀតដោយបែកចេញពីអង្គរទៅហើយនៅពេលហ្នឹងគឺមាននគរពីរហើយសៀមគឺមានខាងសកលតីហើយនិងអយុធ្យាហើយបើតាមឯកសារគឺខ្ញុំមិនបាច់និយាយប្រវត្តិសាស្ត្រទេឥឡូវខ្ញុំនិយាយពីការបែកបាក់អង្គរអីហ្នឹងខ្ញុំអត់និយាយខ្ញុំនិយាយមកក្នុងប្រវត្តិសាស្ត្រថ្មីនៅក្នុងទំនាក់ទំនងព្រោះឥឡូវនេះយើងវាទៅជាប្រជាជាតិពីរទៅជារដ្ឋពីរហើយរដ្ឋអធិបតេយ្យភាពដូចគ្នាគឺរដ្ឋកម្ពុជាយើងឬក៏គេហៅថាប្រជាណាចក្រកម្ពុជាយើងហើយនិងប្រទេសថៃឬក៏រាជាណាចក្រថៃដូច្នេះសប្តាហ៍នេះគឺវាទៅជារដ្ឋពីរដាច់ពីគ្នាដែលមានអធិបតេយ្យដូចគ្នាហើយនៅក្នុងសមាជិកអង្គការសហប្រជាជាតិដូចគ្នាដែលពីមុនយើងធ្លាប់ជាបងប្អូននឹងគ្នាអានេះហើយដែលខ្ញុំចង់បញ្ជាក់ឥឡូវយើងត្រឡប់មើលទំនាក់ទំនងថ្មីខ្ញុំអត់និយាយឲ្យច្រើនខ្ញុំនិយាយពីថ្មីទេគឺប្រទេសទាំងពីរនេះបើតាមអ្នកប្រវត្តិសាស្ត្រហើយអ្នកការទូតអីជាដើមរដ្ឋពីរហ្នឹងគឺគេហៅថាទំនាក់ទំនងរបស់កម្ពុជានិងថៃនេះគេហៅថា Love and Hate Relation គេប្រែភាសាខ្មែរមកថាគឺជាទំនាក់ទំនងឬក៏ជាបងប្អូនដែលស្រឡាញ់ផងស្អប់ផងអានេះហើយជាអ្វីដែលបងប្អូនជនរួមជាតិត្រូវពិចារណាទាំងអស់គ្នាតាក់ទងទៅនឹងការទំនាក់ទំនងរបស់ជាតិសាសន៍ទាំងពីរនេះយើងដឹងទាំងអស់គ្នាថាខ្មែរពេលដែលបែកទៅជានគរសៀមគឺសៀមគាត់យកទៅបាន33ខេត្តហើយបើយើងគិតថា33ខេត្តនេះខ្ញុំសួរទៅវិញតើក្រៅពីឧបលស៊ីសកេតសុរិននគររាជសីមាបុរីរ៉ាំចន្ទបុរីអីស្អីទាំងអស់ហ្នឹងក្រៅពីហ្នឹងតើមានខ្មែររស់នៅអត់ដូចជានៅអយុធ្យាអីជាដើមនៅជលបុរីឬក៏ខ្មែរយើងហៅជលបុរីសំទោសហើយសៀមហៅឈុនបុរីតាមពិតសេដូចគ្នាទេបើគ្រាន់អានខុសគ្នាទៅគឺវាចេញទៅអញ្ចឹងទៅខ្ញុំសួរទៅវិញថាតើខេត្តទាំង33នោះដែលយើងដកប្រមាណចេញមិញហ្នឹងតើមានបងប្អូនខ្មែរយើងនៅអត់ហើយយើងនឹងឆ្លើយថាមានអញ្ចឹងបើមានទាំងអស់ហ្នឹងគឺសិតតែជាបងប្អូននឹងហើយពួកតៃឬក៏ថៃនេះគឺភាគច្រើននៅតំបន់លុបបុរីដោយខ្ញុំជម្រាបមិញខាងដើមហ្នឹងតាមប្រវត្តិសាស្ត្រហើយគាត់មាននគររបស់គាត់មួយគេហៅនគរឡាណានៅខាងជើងដល់ចុងជាប់ខាងភូមាជាប់ឡាវឥឡូវនេះគឺតំបន់ឈៀងម៉ៃហើយនិងតំបន់ឈៀងរៃឬក៏ខេត្តឈៀងម៉ៃឬក៏ខេត្តឈៀងរៃហ្នឹងឯងគឺតំបន់ហ្នឹងគាត់មាននគររបស់គាត់មួយហៅឡាណាហ្នឹងប៉ុន្តែនៅពេលប្រមាណឆ្នាំក្រោយមកគឺរដ្ឋប្រមាណដែលបោះតៃនេះគឺបានបញ្ចូលគ្នាទៅជារដ្ឋអយុធ្យានៅចុងក្រោយគឺខ្ញុំសុំទោសខ្ញុំអត់ចាំឆ្នាំប៉ុន្តែដូចប្រហែលជាក្នុងឆ្នាំ1930ហើយចេះសុំទោស1930គឺអយុធ្យានោះគឺបានសុំចូលមកសុំទោសខាងសកលតីបានចូលមកជាមួយនឹងអយុធ្យា
ហើយនៅក្នុងឆ្នាំ1700ជាងប្រហែលជា1750ឬ1760គឺខាងនគរឡាណាក៏ត្រូវខាងអយុធ្យាហ្នឹងគឺសម្រាប់ដាក់បញ្ចូលឲ្យមកជានគរតែមួយដែរហើយអញ្ចឹងវាសិតតែបងប្អូនយើងនៅទាំង33ខេត្តហ្នឹងព្រោះខ្ញុំមើលទៅខាងបងប្អូនជនជាតិតៃហ្នឹងគឺដូចជាមិនច្រើនទេហើយបែកទៅនគរមួយទៀតគឺនគរឡាវសម័យនោះគេហៅនគរឡានសាងអញ្ចឹងខាងតៃហ្នឹងគាត់ទៅខាងក្នុងភាគច្រើនទៅខាងនគរឡាវហ្នឹងគឺកើតនៅក្នុងឆ្នាំ1352ដូចគ្នាហើយខ្ញុំក៏ធ្លាប់ទៅខាងវៀតណាមខាងភាគខាងជើងសំទោសភាគខាងលិចក្រុងហាណូយនៅខេត្តហ្នឹងខេត្តសឿតៃខេត្តតៃមានអីហ្នឹងគឺខ្ញុំក៏ឃើញបងប្អូនជនជាតិតៃនៅហ្នឹងដែរនៅខាងវៀតណាមហ្នឹងដែរអញ្ចឹងមានន័យថាគាត់រស់នៅតប៉ាត់តប៉ាយហើយខ្ញុំមិនជឿថាគាត់មានសមត្ថភាពក្នុងការផ្ដាច់រត់ចេញពីចក្រភពអង្គរទេដូច្នេះខ្ញុំសរុបមកវិញថានគរ2 3ហ្នឹងគឺទាំងលាវទាំងថៃទាំងខ្មែរហ្នឹងគឺសិតតែជាបងប្អូនចាស់ទោះបីជាយើងគិតថាវាមិនផ្ទៃតែមួយក៏ដោយប៉ុន្តែគេធ្លាប់រស់នៅជាមួយយើងជាគ្រួសារជាយើងគិតថាបានគ្រួសារតែមួយដូច្នេះអានេះហើយដែលខ្ញុំទាញអារម្មណ៍បងប្អូនមានការចាប់អារម្មណ៍ទៅរឿងហ្នឹងអញ្ចឹងខ្ញុំវិលត្រឡប់មករឿងទំនាក់ទំនងវិញមិននេះខ្ញុំបាននិយាយថាគ្រប់បរទេសអ្នកការទូតអ្នកប្រវត្តិសាស្ត្រអីហ្នឹងគាត់នៅប្រើពាក្យហ្នឹងហើយប្រើពាក្យថា Love and Hate Brotherhood ភាពជាបងប្អូនហើយផងជាសត្រូវផងអញ្ចឹងស្រឡាញ់ផងស្អប់ផងសំទោសជាស្រឡាញ់ផងស្អប់ផងអញ្ចឹងកម្ពុជាយើងគឺមានហ្នឹងអញ្ចឹងវាឆ្លោះហើយត្រូវគ្នាហើយឆ្លោះគ្នាអីវាច្រើនមកកន្លងមកយើងឃើញទាំងអស់គ្នាហើយនៅក្នុងចុងក្រោយនេះចាប់ពីរាជវង្សឬក៏ក្នុងសម័យចុងក្រោយនៃថៃនេះគឺចាប់ពី1782មកពេលដែលរាជវង្សចក្រៃឡើងគ្រងរាជនៅនគរសៀមនេះគឺយើងមើលទៅទំនាក់ទំនងគ្រួសាររាជវង្សទាំងខ្មែរទាំងសៀមហ្នឹងគឺហាក់បីដូចជាទៅមកអញ្ចឹងយើងមើលទៅឃើញទៅមកអញ្ចឹងព្រះអង្គឯងលោកមិននៅមកគង់នៅព្រះរាជវាំងសៀមនៅស្រុកសៀមអីចឹងទៅតាំងពីកើតរហូតដល់ទៅសោយរាជសោយអីហើយបន្តរហូតមកចុងក្រោយគឺប្របាននរោត្តមអីជាដើមគឺទៅមកអញ្ចឹងគឺទំនាក់ទំនងរាជវង្សទាំងពីរហ្នឹងអាហ្នឹងយើងគិតពីរាជវង្សហើយសម្រាប់បងប្អូនជាប្រជារាស្ត្រនៃពលរដ្ឋទាំងពីរនេះគឺយើងឃើញថានៅមានទំនាក់ទំនងគ្នាមិនរហូតដល់ឆ្លោះគ្នាធ្ងន់ធ្ងរដូចយើងបច្ចុប្បន្ននេះទេអញ្ចឹងខ្ញុំសូមជម្រាបប៉ុណ្ណឹងឥឡូវខ្ញុំសូមជម្រាបអំពីថាតើស្អីទៅជាចំនួនរវាងរដ្ឋទាំងពីរឬក៏ប្រជាជាតិទាំងពីរសប្តាហ៍ថ្ងៃយើងទាំងអស់គ្នាបានដឹងហើយថាខ្មែរយើងហើយនឹងសៀមឆ្លោះគ្នាទៅរឿងពីរសំខាន់ធំទី1គឺរឿងទឹកដីហ្នឹងឯងតាំងពីយូរជាណាស់មកហើយយើងមានសង្គ្រាមប៉ុន្តែមិនសង្គ្រាមធំមានប្រហែលជា2 ដងឬ 3 ដងទេសង្គ្រាមគ្នាគឺខ្ញុំតាមខ្ញុំដឹងមានប្រហែលជាសង្គ្រាមនៅអង្គរវត្តដំបូងគឺឆ្នាំ1352រវាងអយុធ្យានិងចក្រភពអង្គរហើយសង្គ្រាមធំមួយទៀតគឺនៅសម័យលង្វែករហូតដល់យើងខ្ទេចខ្ទាំឯកសារខ្ទេចខ្ទាំធនធានមនុស្សអីទាំងពីរសង្គ្រាមនោះគឺធ្ងន់ធ្ងរហើយប្រហែលជាសៀមប្រហែលអីយើងគិតថាសៀមគាត់ប្រមូលទាំងឯកសារប្រមូលទាំងចេះដឹងអ្នកស្អីទាំងអស់ពីអង្គរពីចក្រភពអង្គរពីលង្វែកអីមកនៅស្រុកគាត់អីអញ្ចឹងជាដើមរហូតដល់យើងមានពាក្យថាបកគូបកែវអីជាដើមហ្នឹងអានេះខ្ញុំអត់និយាយទេហើយសូមបងប្អូនពិចារណាទាំងអស់គ្នាអញ្ចឹងយើងឃើញថាបញ្ហាចំនួនរបស់យើងនេះគឺវាមានរ៉ាំរ៉ៃមកអញ្ចឹងជាហូរជាហែមកអញ្ចឹងគឺទឹកដីដែលខ្ញុំនិយាយមិញហើយទី2រឿងប្រវត្តិសាស្ត្រហើយនឹង
វប្បធម៌ប្រពៃណីអីជាដើមហ្នឹងគឺយើងឆ្លុះគ្នានៅពីហ្នឹងដោយសារអីដោយសារតែនៅក្នុងនេះគេប្រើពាក្យអ្នកដែលប្រវត្តិសាស្ត្រឬក៏អ្នកដែលការទូតអីជាដើមរបស់បរទេសនេះគេហៅថា nation religion king វាដូចគ្នាមានន័យថាប្រជាជាតិទាំងពីរនេះគឺមានជាតិមានសាសនាមានព្រះមហាក្សត្រអីគឺស្តៀងគ្នានឹងវប្បធម៌គេប្រើពាក្យថា share culture ទៅទៀតខាងបរទេសគឺគេសេថា share culture មានន័យថាម៉េចមានន័យថាវប្បធម៌ចែករំលែកគ្នាឬក៏វប្បធម៌រួមមួយអានេះហើយដែលយើងវាមានបញ្ហាជាមួយគ្នារហូតមកហើយយើងឆ្លោះគ្នាអត់ចេះដាច់ដោយសារតែរឿងប្រវត្តិសាស្ត្រដោយសារតែរឿងទឹកដីដោយសារតែរឿងវប្បធម៌អីជាដើមហ្នឹងអញ្ចឹងខ្ញុំសរុបមកវិញថាតើយើងត្រូវធ្វើម៉េចឥឡូវនេះរហូតមកដល់ថ្មីនេះខ្ញុំសូមរំលឹកបងប្អូនបន្តិចតាក់ទងនឹងប្រវត្តិនៃចំនួនរបស់យើងដែលធ្ងន់ធ្ងរហើយថ្មីហ្នឹងទេខ្ញុំមិននិយាយវែងទេគឺយើងចាប់ផ្ដើមមានចំនួនការទូតដំបូងរវាងយើងចាប់ផ្ដើមមានតំណែងទំនងការទូតដំបូងរវាងខ្មែរនិងសៀមគឺនៅក្នុងថ្ងៃទី19ខែធ្នូឆ្នាំ1950នៅពេលហ្នឹងគឺយើងភ្ជាប់តំណែងទំនងការទូតមួយគ្នាដាក់ទូតទៅវិញទៅមកហើយយើងដឹងនៅក្នុងប្រទេសសៀមគឺនៅក្នុងចាប់ផ្ដើមដល់រជ្ជកាលរបស់រាមាទី9ហើយប៉ុន្តែនៅខ្មែរនៅជាស្អីឡើយគឺនៅជាក្រមអាណានិគមបារាំងឡើយទេអញ្ចឹងក៏ខ្មែរយើងគឺចាប់ដើមមានតំណែងក្នុងការទូតនៅពេលហ្នឹងហើយបន្ទាប់មកទៀតគឺយើងមានជប៉ុនមានស្អីនៅក្នុងសង្គ្រាមលោកលើកទី2ហ្នឹងបានធ្វើសង្គ្រាមគ្នាមួយបារាំងជាមួយស្អីអីទៅហើយជប៉ុនក៏យកខេត្តបាត់ដំបងដែលក្នុងឆ្នាំ1907ដែលសៀមបកគលទៅឲ្យខ្មែរវិញនៅក្នុងរជ្ជកាលរបស់ព្រះបាទស៊ីសុវត្ថិជប៉ុនក៏ពេលហ្នឹងគាត់ខ្លាំងជាបងធំនៅអាស៊ីហើយគាត់ជាសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកនឹងផងហើយគាត់ខ្លាំងគាត់ឈ្នះបារាំងទៅអីទៅក៏គាត់យកទឹកដីបាត់ដំបងទឹកដីសៀមរាបអីហ្នឹងមកឲ្យក្រោមការគ្រប់គ្រងសៀមវិញនៅក្នុងឆ្នាំ1947អីហ្នឹងគឺនៅពេលហ្នឹងដល់ពេលបន្ទាប់មកបារាំងគាត់ឈ្នះវិញទៅចប់សង្គ្រាមលោកទី2គាត់យកបាត់ដំបងយកសៀមរាបអីយកទៅឲ្យកម្ពុជាវិញទៅអញ្ចឹងវាទៅមកអញ្ចឹងហើយខ្ញុំគិតថាវាជាប្រវត្តិសាស្ត្រដែលយើងពិតជាចងចាំហើយប៉ុន្តែខ្ញុំនឹងជម្រាបជូនបងប្អូនតទៅទៀតថាតើយើងត្រូវមានជំហរដោះស្រាយយ៉ាងម៉េចនៅក្នុងខ្ញុំឃើញថ្មីនេះខ្ញុំល្អមែនទែនហើយខ្ញុំស្កោតសរសើរហើយខ្ញុំមានក្តីសង្ឃឹមច្រើននៅក្នុងពេលថ្មីហ្នឹងគឺក្នុងឆ្នាំ2024-25នេះនៅពេលដែលរដ្ឋាភិបាលកម្ពុជាយើងគ្រប់គ្រងដោយលោកឬក៏សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបន្តពីសម្ដេចហ៊ុនសែនមកកម្ពុជាយើងហើយលោកមានតំណែងទំនងចិត្តស្និទ្ធអីជាដើមជាមួយនឹងគ្រួសារលោកថាក់ស៊ីនអីហើយវាសំណាងទៅទៀតនៅខាងថៃគឺគ្រួសារហ្នឹងគាត់បានឈ្នះឆ្នោតសុំទោសគណៈបកគាត់ផងហើយគ្រួសារហ្នឹងផងបានឈ្នះឆ្នោតទៅហើយគាត់បានគ្រប់គ្រងអំណាចអញ្ចឹងខ្ញុំឃើញនៅក្នុងខួបអនុស្សាវរីយ៍លើកទី75នៃទំនាក់ទំនងការទូតរបស់កម្ពុជានិងថៃយើងមានឃើញចំណុចវិជ្ជមាននៃការវិវត្តនៅក្នុងទំនាក់ទំនងការទូតនេះគឺល្អខ្ញុំឃើញមានការចុះហត្ថលេខាឬក៏ពិភាក្សាគ្នានៅក្នុងចំណោមនាយករដ្ឋមន្ត្រីទាំងពីរនឹងតាក់ទងនឹងទំនាក់ទំនងអីហ្នឹងជាដើមហ្នឹងគឺឃើញល្អច្រើនទីហោតាក់ទងទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រឬក៏ភាពជាដៃគូផ្នែកសន្តិសុខជាតិហើយនឹងការអភិវឌ្ឍតាមព្រំដែនដែលជាដើមហ្នឹងយើងឃើញខ្ញុំមានការសប្បាយរីករាយហើយរីករាយក្នុងចិត្តដែរថាបងប្អូនយើងប្រហែលជាលែងឆ្លុះគ្នាហើយ
ហើយនៅក្នុងហ្នឹងគឺក៏មានការជជែកគ្នាតាក់ទងទៅនឹងការរៀបចំសហប្រតិបត្តិការសហប្រតិបត្តិការឡើងវិញតាក់ទងទៅនឹងវិស័យការវិវត្តសេដ្ឋកិច្ចអីជាដើមហ្នឹងហើយបើតាមខ្ញុំដឹងគឺកំណើនរដ្ឋាភិបាលថៃគាត់ព្យាយាមថាធ្វើម៉េចឲ្យមានកំណើននៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃហ្នឹងរហូតដល់$10,000 លានពី$10,000 លានរហូតដល់$15,000 លាននៅក្នុងឆ្នាំ2027អានេះគឺជាដំណឹងមួយដែលរីករាយហើយភាគីទាំងពីរនេះខ្ញុំឃើញការជជែកគ្នារវាងសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាហើយជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រីផុងថានហ្នឹងផែថុងថានហ្នឹងគឺតាក់ទងទៅនឹងធ្វើម៉េចកំណើនឲ្យមានកំណើនជួយគ្នាទៅវិញទៅមកឲ្យមានកំណើនទៅលើវិស័យទេសចរអីជាដើមឲ្យមានការទៅមករវាងពលរដ្ឋទាំងពីរហ្នឹងចំណុចដែលខ្ញុំរីករាយមែនទែនគឺតាក់ទងភាសាអង់គ្លេសហៅថា people to people understanding ឬក៏យើងប្រែមកថាការយោគយល់គ្នាក្នុងចំណោមពលរដ្ឋនិងពលរដ្ឋនៃប្រជាជាតិទាំងពីរនៃប្រទេសទាំងពីរហើយនេះហើយជាអ្វីដែលខ្ញុំមានការរីករាយហើយនឹងយើងសង្ឃឹមទាំងអស់គ្នាឥឡូវខ្ញុំត្រឡប់មករឿងថាចុះបើឆ្លោះគ្នាទៅវាមិនប្រទេសទាំងពីរនេះគឺមានសម្ព័ន្ធភាពមានមិត្តភ័ក្តិបរទេសដូចគ្នាហើយមានមហាអំណាចដូចគ្នានៅខាងសៀមគាត់មានអាមេរិកនៅក្នុងសន្ធិសញ្ញាតាំងពីឆ្នាំ1954មកគឺសៀមបានចងសម្ព័ន្ធភាពជាមួយអាមេរិកតាក់ទងនឹងវិស័យការពារជាតិតាក់ទងនេះស្អីនេះតាំងពីបដិបដាលទិញសពាវុធតាំងពីស្អីហ្នឹងហើយអាចនឹងជួយប្រយុទ្ធគ្នាហើយខ្ញុំត្រឡប់ទៅប្រវត្តិសាស្ត្រតិចវិញនៅក្នុងសង្គ្រាមវៀតណាមឬក៏ហៅសង្គ្រាមមណ្ឌលចិនទី2ហ្នឹងគឺពេលដែលអាមេរិកគាត់វាយឬក៏ប្រយុទ្ធគ្នាជាមួយនឹងជាកុងឬក៏វៀតណាមខាងជើងហ្នឹងថៃហ្នឹងក៏បានបញ្ជូនទ័ពទៅជួយខាងអាមេរិកដែរវាយជាមួយនឹងវៀតណាមខាងជើងអីហ្នឹងទីបំផុតទៅទាហានថៃឯគាត់ក៏ស្លាប់ច្រើនដែរនៅក្នុងសម័យរដ្ឋាភិបាលរបស់លោកកតិកចនអីណាអញ្ចឹងគឺមានសម្ព័ន្ធភាពមួយគ្នាហើយមួយទៀតថៃគាត់ក៏ជាគេហៅ non state ឬក៏ non NATO alliance តាំងពីឆ្នាំ2003មានន័យថាម៉េចមានន័យថាគាត់ជាសមាជិកគឺជាសម្ព័ន្ធមិត្តរបស់ NATO មួយដែរមិនមែនជាសមាជិកប៉ុន្តែគាត់ជាសម្ព័ន្ធមិត្តអញ្ចឹងហើយអាហ្នឹងគឺជាអ្វីដែលយើងត្រូវគិតពិចារណានៅក្នុងរឿងចំនួនឥឡូវត្រឡប់ទៅកម្ពុជាវិញខ្ញុំអត់ដឹងនិយាយអីច្រើនទៀតទេខ្ញុំនិយាយប៉ុណ្ណឹងហើយបងប្អូនស្រាវជ្រាវទាំងអស់គ្នាសម្ព័ន្ធភាពអីតទៅទៀតអីអាហ្នឹងយើងចាប់ផ្ដើមសិក្សាទាំងអស់គ្នាទៅកម្ពុជាក៏យើងមិនអត់ណាយើងមានដែរមានមិត្តមានភ័ក្រជាបរទេសជាស្អីហ្នឹងខ្ញុំមិនថាមានវៀតណាមទេខ្ញុំអត់និយាយថាកម្ពុជាវៀតណាមនៅពីក្រោយឬក៏ស្អីខ្ញុំអត់និយាយប៉ុន្តែយើងមានកម្ពុជាយើងមានចិនដែរហើយឃើញបងប្អូនខ្លះហ្នឹងគាត់ក៏ឃើញ share វីដេអូឬបង្ហោះជា status មកថាអូចិនធានាការពីអធិបតេយ្យមិនអោយបរទេសណាមកប៉ះប្រជាជនកម្ពុជាទឹកដីកម្ពុជាមិនតិចអីចឹងអាហ្នឹងគឺយើងសិតតែជារឿងមោទនភាពទាំងអស់គ្នាហើយយើងគួររីករាយប៉ុន្តែខ្ញុំសរុបមកវិញថាយើងណាកម្ពុជាហើយថៃគឺសិតតែមានសម្ព័ន្ធភាពឬក៏សម្ព័ន្ធមិត្តទាំងយោធាទាំងសេដ្ឋកិច្ចទាំងស្អីដូចគ្នាអញ្ចឹងដល់ចំណុចមួយទៀតថាតើយើងឥឡូវនេះយើងកំពុងឆ្លោះគ្នាហើយនៅព្រំដែនភាគខាងជើងជួរភ្នំដងរែកមានតាំងពីប្រាសាទតាមាន់តាំងពីតំបន់មុំបៃព្រះវិហារជាមួយនឹងខេត្តសុរិន្ទជាមួយឧបលរាជធានីអីជាដើមហ្នឹងអាហ្នឹងគឺយើងកំពុងមានបញ្ហាហើយយើងគិតថាថៃបានឈានពានដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងតំបន់ប្រមាណមិញហ្នឹងហើយឥឡូវនេះអាសង្គ្រាមរវាងប្រទេសនិងប្រទេសរវាងយោធានិងយោធាកំពុងប្រឈមមកដាក់គ្នាច្រើនខ្លាំងហើយអាសង្គ្រាមផ្នែកonline Facebook social media របស់
ពលរដ្ឋនិងពលរដ្ឋអ្នកគ្រប់គ្រងប្រទេសទាំងពីរនឹងអីយ៉ាងម៉េចកំពុងប្រយុទ្ធគ្នាសម្បើមយើងឃើញដោយតែខ្ញុំតិចតួចដែរប៉ុន្តែពេលខ្លះខ្ញុំសូមជម្រាបថាអ្វីដែលខ្ញុំបានបង្ហោះបានការសរសេរនេះខ្ញុំអត់មានចេតនាអីទៅឲ្យមានអរិភាពនៅក្នុងប្រទេសទាំងពីរហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនយើងទាំងពីរវិលត្រឡប់ទៅរកអតីតកាលវិញហើយរួមរស់ជាមួយគ្នាក្នុងនាមជាប្រជាជាតិក្នុងនាមជាពលរដ្ឋដែលជាអតីតបងប្អូនគ្នាតែប៉ុណ្្នឹងឯងខ្ញុំអត់មានគោលដៅអីផ្សេងទៅប៉ុណ្្នឹងទេក្រៅពីហ្នឹងទេអញ្ចឹងខ្ញុំសូមជម្រាបប៉ុណ្្នឹងថាចំនួនរបស់កម្ពុជាយើងឥឡូវកំពុងតែមានបញ្ហាហើយខ្ញុំឃើញច្រើនឥឡូវនេះដោយទាំងបកប្រឆាំងដោយទាំងអ្នកប្រឆាំងអ្នកអីទាំងអស់នោះគឺយើងរួមគ្នាជុំវិញរដ្ឋាភិបាលកម្ពុជាថាយើងត្រូវតែរួមគំនិតគ្នាតែមួយធ្វើម៉េចសង្គ្រោះប្រទេសយើងចេញពីការឈ្លានពានអីជាដើមហ្នឹងអាហ្នឹងស្រាប់តែជារឿងដែលយើងគួរមានមោទនភាពទាំងអស់គ្នាហើយយើងគួរតែធ្វើការរួមគ្នាធ្វើការជាមួយគ្នាក្នុងនាមជាពលរដ្ឋដើម្បីការពារជាតិការពារអធិបតេយ្យទាំងអស់គ្នាអញ្ចឹងខ្ញុំឃើញឥឡូវនេះទាហានរដ្ឋនឹងរដ្ឋគឺកំពុងតែប្រឈមមុខដាក់គ្នាហើយស្ថានភាពនៅថ្មីនេះគឺបានធូរស្រាលបន្តិចដោយសារតែមានការសម្របសម្រួលអីជាដើមខ្ញុំមិនគិតថាវាមានពីក្រោយពីក្នុងពីលើតុក្រុមតុអីទេខ្ញុំអត់គិតចឹងទេប៉ុន្តែទោះបីយ៉ាងណាខ្ញុំគ្រប់គ្រងរាជរដ្ឋាភិបាលកម្ពុជាថាយើងសុខចិត្តធ្វើការកែសម្រួលអង់គ្លេសហៅថា adjustment military ឬក៏ troop adjustment ដែលនៅក្នុងតំបន់តាមព្រំដែនហ្នឹងឲ្យមានភាពប្រក្រតីបន្ថយភាពតានតឹងឡើងវិញរវាងកម្ពុជានិងថៃគឺខ្ញុំរីករាយហើយនឹងទទួលស្វាគមន៍ចំពោះចំណាត់ការនេះចំពោះវិធានការនេះហើយយើងគិតថាវានឹងឈានទៅរកការដោះស្រាយមួយដល់ល្អមួយទៀតខ្ញុំចង់បញ្ជាក់ហើយចង់ជម្រាបបងប្អូនជនជាតិថាឥឡូវនេះប្រសិនបើយើងនៅបន្តឆ្លោះគ្នាអាចឈានទៅដល់សង្គ្រាមអីអានេះខ្ញុំអត់ដឹងទេណាឥឡូវខ្ញុំនិយាយរឿងមួយប្រសិនបើយើងណារុញទាំងអស់គ្នាបានរុញរដ្ឋាភិបាលកម្ពុជាឲ្យប្តឹងទៅInternational Court of Justice ឬក៏គេហៅថា ICJ ឬក៏តុលាការយុត្តិធម៌អន្តរជាតិហ្នឹងគឺល្អអាហ្នឹងយើងទាំងអស់គ្នាខាងពលរដ្ឋខ្មែរទាំងប្រឆាំងទាំងស្របគឺយើងគិតថាអញ្ចឹងណាឥឡូវខ្ញុំចែកជាពីរទី1ប្តឹងទី2រឿងមិនប្តឹងណាឥឡូវខ្ញុំនិយាយរឿងប្តឹងវិញវាធម្មតាដើម្បីបញ្ចប់ចំនួនគឺយើងត្រូវប្តឹងហើយបើយើងប្រទេសយើងកម្ពុជាយើងបើគ្រាន់តែចង់ឈ្នះថៃគឺឈ្នះបានដោយងាយដូចខ្ញុំសរសេរក្នុង Facebook ខ្ញុំអញ្ចឹងថាឈ្នះដោយងាយតែម្ដងពីព្រោះយើងមានឯកសារគតិយុត្តអីគ្រប់គ្រាន់ប្រវត្តិសាស្ត្រអីបញ្ជាក់មកអស់លីងគឺមានន័យថាយើងឈ្នះថៃដោយងាយតែម្ដងបើសិនជាយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប៉ុន្តែវាបញ្ហាប្រឈមឥឡូវឧបមាថាតាក់ទងទៅនឹងបើសិនជាយើងប្តឹងឥឡូវខ្ញុំនិយាយមួយថាបើថៃគាត់សុខចិត្តទៅជាមួយយើងដឹកដៃគ្នាទៅលេងលះគ្នាសុំទៅតតាំងគ្នានៅតុលាការអានោះបើថៃគាត់សុខចិត្តណាគឺម៉េចអានឹងថាតើវាមានផលវិជ្ជមានអីយ៉ាងម៉េចសម្រាប់ខ្មែរហើយផលវិជ្ជមានសម្រាប់ថៃខ្ញុំគិតថាសម្រាប់យើងគឺវិជ្ជមាន 100% យើងសង្ឃឹមឈ្នះ 100% ហើយយើងមានសម្រាប់កម្ពុជាណាទី1ឈ្នះទី2គឺយើងប្រកាសថាយើងមានដីធម្មតាតាមការសម្រេចរបស់តុលាការហើយទី4គឺយើងទី3គឺយើងមានការទទួលស្គាល់ជាអន្តរជាតិជាប្រទេសដែលយើងកន្លងមកធ្លាប់ថ្មីហ្នឹងថាជាប្រទេសដែលមានសេចក្តីថ្លៃថ្នូរមានអីចង់គោរពច្បាប់ចង់អីជាដើមហ្នឹងគឺកម្រិតនៃតម្លៃការទូតរបស់កម្ពុជាគឺអាចមានខ្ពស់ដែរមានការគ្រប់គ្រងពីសហគមន៍អន្តរជាតិជាដើមហ្នឹងអាហ្នឹងរឿងវិជ្ជមានរបស់កម្ពុជាហើយមួយទៀតចំនួនគឺ
chẳng vậy còn đọt hôm nay bắt nãy xong ăn hà táo chúng nuốt chọc rồi mình chọc thì đó năng xong ăn toàn giấy lớn nhom giấy đi hướng vitamin bệnh bợt thay quạt sọc chặt prom tới cho mỗi giờ miền vitamin đấy trong cái tháp thay mà mình phải phép vitamin là không đường năng thế bị pro quạt băng luôn quạt thá quạt tấu nâng chanh hãy xua thay đấy ban thay quạt khai đường từ châu không tờ là ca dục toàn ra chiến nắng cứ biên hai thọ bay để trong ai mờ khởi trong sắc xa đắng cả sao chiều đắng cứ tìm mối cứ rứa cá kiếp sự cọt cả tụ tìm mối cứ rứa chanh nâng ngọt để còn chọn tới gặp còn tới cứ có chanh nhá hãy tí pí cứ tẹt tôn nâng ở sân tới tới quạt miên bánh ha rương cùng niệm ca tu đây về tranh tới niệm ca tu đổi ăn vọt ấy đôi dương tờ lọp từ khởi rương bè và chia với nhảy chỉ đạo nâng cứ trong mình trong quạt thấu tay của rốt ấy bị bùa sao còn là cả nó chiết trong khơi Facebook class chỉ sai hay Facebook mỗi một avatar so ấy trong score quạt ấy chỉ đạo quạt riêng chụp mặt ấy trẻ đằng châu chỉ để mình đất hoang màu vàng ấy chẳng có tha sở rất thanh rắn đại chỉ là dụ rọt mình trai sông tụ mình dụ rọt trai tiệt quạt xì na của mốc nó không ra chả cả nắng không sớm mai đại miền chụp lúa bèo hi và đằng đỏ lại xì chế ấy quạt thạc quạt hot của rùi quạt ấy này phần tin quạt vơi màu của rùi chẳng nè phần tái xua thà tá bánh hà chùm lúa nó cho bài ọt quạt sọc chặt của rùi bằng hơi cho bài ọt sự kiềm nằng hay tivi tụm nó chỉ một quạt sa rồi miếng bị chi chiếtទាំងពីរហ្នឹងតើចប់ឲ្យនៅឬក៏នៅទេអាហ្នឹងដែលយើងត្រូវពិចារណាអញ្ចឹងខ្ញុំសរុបមកវិញថាថៃបើសិនគាត់ទៅគឺទី1គាត់ចាញ់គាត់ដឹងថាគាត់ចាញ់ទី2គឺសុភាការទូតទី3ដែលធ្ងន់ធ្ងរមួយទៀតហ្នឹងគឺគាត់ត្រូវតុលាការនឹងចេញបញ្ជាឲ្យមានធ្វើពិធានច្បាប់ស្អីស្អីដើមកំណត់ឲ្យប្រទេសថៃថាអ្នកឯងត្រូវធ្វើចេះដើម្បីធ្វើម៉េចឲ្យអាការអនុវត្តសាលក្រមរបស់តុលាការហ្នឹងគាត់ប្រព្រឹត្តទៅបានឲ្យរលូនអាហ្នឹងហើយគឺត្រូវអាខំឲ្យបើមិនបខំបើមិនអនុវត្តគឺត្រូវថ្មោងរបស់ក្រមប្រសាសន្តិសុខអង្គការសហប្រជាជាតិហើយពីព្រោះយើងដឹងហើយថាតុលាការនេះគឺជាស្ថាប័នសំខាន់មួយគឺដូចសកក្រុមសាសនសុខលុយអីចឹងដែរគឺជាស្ថាប័នរបស់អង្គការសហជីវជាតិមួយដែលបង្កើតឡើងដោយធម្មនុញ្ញរបស់អង្គការសហជីវជាតិវាមិនមែនជាបង្កើតដោយសិទ្ធិសញ្ញាពហុភាគីរដ្ឋភាគីអីទេគឺតុលាការនេះគឺជាតុលាការសំខាន់ដូច្នេះបើសិនជាចេញសាលក្រមមកគឺតុលាការនឹងកំណត់ឲ្យប្រទេសថៃត្រូវធ្វើម៉េចដូច្នេះគាត់ពិបាកនឹងធ្វើរឿងហ្នឹងហើយចំណុចអវិជ្ជមានមួយទៀតមិញខ្ញុំនិយាយតែ3ចំណុចអវិជ្ជមានដែលធ្ងន់ធ្ងរមួយទៀតគឺអាចរដ្ឋាភិបាលថៃនឹងគឺត្រូវថ្មោងរបស់ពលរដ្ឋអ្នកជាតិនិយមមានបាតកម្មមានស្អីបណ្ដើមអីជាដើមទាំងអស់ហ្នឹងដែលធ្វើឲ្យបញ្ហានឹងអត់ចេះចប់អាចនឹងបង្កទៅជារឿងច្បាំងគ្នាបន្តទៅទៀតអត់ចប់ទេចំនួនហ្នឹងអត់ចប់ទេអាហ្នឹងខ្ញុំនិយាយពីរឿងបើថៃទៅសុកចិត្តចូលទៅមួយទៀតបើថៃគាត់មិនទៅឥឡូវនេះគាត់បានបញ្ជាក់ឲ្យថាគាត់អត់ទទួលស្គាល់យុត្តាធិការរបស់តុលាការហ្នឹងទេតាំងពីទសវត្សរ៍60មានន័យថាតាំងពីកើតរឿងក្តីព្រះវិហារនឹងមកហ្នឹងគឺគាត់អត់ទទួលស្គាល់យុត្តាធិការទេណាហើយមានអ្នកខ្លះដោយអាដាមព្រៀបកុលឯជាដើមលោកមីសវណ្ណរាអីគាត់ថាបើសិនជាអ្នកឯងមិនទទួលស្គាល់យុត្តាធិការមានន័យថាមិនផ្ដល់តម្លៃទៅដល់អង្គការសហជីវជាតិអាហ្នឹងសូមបងប្អូនពិចារណាទៅរឿងខ្ញុំគ្រាន់និយាយជាមួយនឹងបងប្អូនឬក៏ជំរាបជូនបងប្អូនថាពេលខ្លះអ្នកដឹកនាំរដ្ឋមួយឬក៏មហាក្សត្ររបស់ប្រទេសមួយឬក៏ស្អីមួយគឺដើម្បីជាតិនឹងទឹកដីជួនអីគេអត់ខ្លាចនឹងរឿងអាម៉ាស់ទេអានឹងទី1ទី2នៅក្នុងធម្មនុញ្ញហ្នឹងក៏គេបានសរសេរដែរគេបានចែងដែរថារដ្ឋណាមានន័យថារដ្ឋជាភាគីឬក៏ជាសមាជិកអង្គការសហជីវជាតិហ្នឹងលោកអាចមានសិទ្ធិដកខ្លួនចេញពីយុត្តាធិការហ្នឹងមិនទទួលស្គាល់យុត្តាធិការហ្នឹងអញ្ចឹងមានន័យថៃគាត់មានសិទ្ធិដកមិនទទួលស្គាល់ជាដើមហ្នឹង
ហើយបន្ទាប់ពីគាត់ដកគាត់មិនទទួលស្គាល់អីគឺអាមុខមាត់ការទូតអាមុខមាត់ស្អីហ្នឹងគឺគាត់វាខូចអាហ្នឹងវាទៅហើយអាហ្នឹងវាត្រូវទៅហើយប៉ុន្តែដើម្បីជាតិដើម្បីទឹកដីរបស់គេដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថាគេមិនខ្លាចនឹងរឿងខូចមុខខូចមាត់ក្នុងរយៈពេលខ្លីឬក៏វែងអីហ្នឹងទេអញ្ចឹងខ្ញុំគិតថាផលឥឡូវយើងបើសិនជាយើងមិញថាកម្ពុជាបើសិនជាប្តឹងទៅយើងវិជ្ជមានវាច្រើនហើយសួរថាតើកម្ពុជាមានអវិជ្ជមានអីខ្លះសិនយើងប្តឹងទៅហើយទាំងថៃចូលឬមិនចូលឬទទួលស្គាល់មិនទទួលស្គាល់ខ្ញុំមើលឃើញតិចតួចដែរភាពអវិជ្ជមានទី1គឺយើងត្រូវការចំណាយពេលវេលាក្នុងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិហ្នឹងយើងឃើញហើយកាលពីរឿងក្តីព្រះវិហារគឺដាក់ពាក្យបណ្ដឹងនៅក្នុងឆ្នាំ1959សូមទោសបាទជាខ្ញុំចាំមិនអស់ប៉ុន្តែខ្ញុំស្មានប៉ុណ្ណឹងទៅខ្ញុំអានដែរប៉ុន្តែវាភ្លេចណាប្រហែលជាក្នុងឆ្នាំ1959ហើយ1962ទៅសាលក្រមចេញអញ្ចឹងចំណាយពេលប្រហែលជា3ឆ្នាំដើម្បីធ្វើការសម្រេចអញ្ចឹងអានឹងជាចំណុចអវិជ្ជមានមួយយើងគឺត្រូវការពេលវេលាដើម្បីទទួលបានសាលក្រមទី2ចំឃើញអវិជ្ជមានមួយទៀតដែរគឺទំនាក់ទំនងក្នុងការទូតរវាងថៃនិងខ្មែរអាចមាន tension គឺមានតានតឹងអាចតានតឹងទាំងហើយវាធម្មតាទីកាលណានយោបាយតែកាលណាការទូតតានតឹងវាតានតឹងទាំងសេដ្ឋកិច្ចទាំងពាណិជ្ជកម្មអីទាំងអស់ហ្នឹងអញ្ចឹងឥឡូវនេះយើងឃើញបដើហើយថាផលវិបាកវាកើតមកកម្ពុជាយ៉ាងណាតាក់ទងនឹងរឿងភ្លើងតាក់ទងនឹងរឿងសេដ្ឋកិច្ចនាំចេញនាំចូលផលវិបាករបស់បងប្អូនកម្មករពលករដែលធ្វើការនៅថៃជាដើមហ្នឹងសិតតែរឿងដែលបញ្ហានៅក្នុងគេហៅ diplomatic tension ហ្នឹងឯងគឺភាពតានតឹងការទូតហ្នឹងឯងអញ្ចឹងអានេះជាផលអវិជ្ជមានដែលខ្ញុំមើលឃើញនៅក្នុងហ្នឹងអញ្ចឹងឥឡូវខ្ញុំត្រឡប់ទៅថាតើយើងត្រូវធ្វើម៉េចជំរឿន2ទី1គឺប្តឹងទៅតុលាការអញ្ចឹងប្តឹងខ្ញុំបាននិយាយមិញហើយថាវាវិជ្ជមានអវិជ្ជមានយ៉ាងម៉េចខ្ញុំបានជម្រាបជូនមិញហើយទី2ខ្ញុំគិតថាផ្ដល់ជំរឿនមួយទៀតហើយប្រហែលជារដ្ឋាភិបាលកម្ពុជាលោកក៏កំពុងពិចារណារឿងហ្នឹងដែរខ្ញុំឃើញលោកនាយកសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគាត់បានទៅបារាំងក្តីតាំងពីគាត់នៅស្រុកខ្មែរគាត់ថានៅតែយកជំរឿននៃការចរចាអញ្ចឹងខ្ញុំបានផ្ដល់ជំរឿនហើយមិញថាបើសិនជាយើងឈ្នះគឺយើងឈ្នះប៉ុន្តែខ្ញុំឲ្យបងប្អូនបញ្ញាណាទៅវិញថាទី1តើសង្គ្រាមនឹងចប់អត់ថៃគាត់អនុវត្តអត់ហើយចំនួនរវាងប្រជាជាតិទាំងពីរប្រជាជនទាំងពីរហ្នឹងគឺបញ្ចប់អស់អាហ្នឹងខ្ញុំនិយាយទៅត្រឡប់ទៅវិញទៅមកគឺខ្ញុំសូមជូនជាបទពិសោធន៍គ្រួសារទេជាពលរដ្ឋនិងពលរដ្ឋពួកខ្ញុំមានបទពិសោធន៍ច្រើននៅក្នុងការផ្សះផ្សាការធ្វើការងារផ្នែកសិទ្ធិមនុស្សអីជាដើមហ្នឹងរាប់ឆ្នាំហ្នឹងគឺខ្ញុំឃើញបញ្ហាច្រើនបញ្ហាខ្លះគឺអាសាលក្រមតុលាការឬការសម្រេចរបស់តុលាការហ្នឹងគឺអត់បានផ្សះផ្សានៅចំនួនភាគីទាំងពីរនឹងបានទេគឺមានតែការនិយាយគ្នានេះជាបទពិសោធន៍របស់ខ្ញុំណាការនិយាយគ្នាការផ្សះផ្សាមុននឹងចូលទៅតុលាការទេដែលយើងធ្វើឲ្យការបញ្ចប់នៃចំនួននោះគឺមានភាព sustainable គឺមានភាពយូរអង្វែងមានជារភាពអានេះដែលខ្ញុំសូមផ្ដល់យោបល់អញ្ចឹងកន្លងមកគឺខ្ញុំឃើញគ្រួសារមួយនៅស្រុកខ្ញុំគាត់មានតំណែងព្រំដីជាដើមណាភាគីមួយគាត់ព្យាយាមបញ្ចប់នៅត្រឹមការផ្សះផ្សាគ្នាហ្នឹងប៉ុន្តែភាគីមួយទៀតគាត់អត់ព្រមគាត់មានលុយគាត់មានអំណាចគាត់មានស្អីហ្នឹងប្តឹងទៅតុលាការដល់ប្តឹងទៅគាត់ឈ្នះមែនគាត់យកដីគេឲ្យគាត់ឈ្នះអញ្ចឹងណាប៉ុន្តែសួរថាតើផលវាយ៉ាងម៉េចគឺអ្នកចាញ់គាត់អត់សុខចិត្តហើយបើអត់សុខចិត្តគាត់មិនមែនប្តឹងតទៀតណាគាត់ទាញកភ្លើងមកបាញ់ស្លាប់ភាគីម្ខាងទៅទៀតទៅអាហ្នឹងវាជាបញ្ហាអញ្ចឹង
ខ្ញុំឲ្យបងប្អូនវិលត្រឡប់មកពិចារណាឡើងវិញរឿងទំនាស់រវាងប្រជាជាតិទាំងពីរនេះឡើងវិញអាហ្នឹងគឺរឿងការមិនផ្ដល់ឥឡូវខ្ញុំនិយាយពីរឿងការចរចាយន្តការចរចាតាមទ្វីភាគីវិញដែលភាគីទាំងពីរហ្នឹងគឺថាបានព្រមព្រៀងប្រើ JBC Joint Border Committee គឺគណៈកម្មការព្រំដែនរួមត្រូវធ្វើម៉េចឥឡូវសម្រាប់ខ្ញុំអត់គិតថាតាមយន្តការអីយ៉ាងម៉េចទេខ្ញុំលើកទឹកចិត្តឲ្យមានការចរចាតាមត្រីភាគីក៏តាមភាគីបញ្ហាគណៈកម្មការព្រំដែនឯជាដើមឬក៏ទ្វីភាគីចរចារវាងកម្រិតរដ្ឋាភិបាលក្រសួងការបរទេសឬកម្រិតនាយករដ្ឋមន្ត្រីឬកម្រិតអាចបើបានទៅដល់កម្រិតព្រះមហាក្សត្រប្រមុខរដ្ឋអីទៀតអាហ្នឹងល្អមែនទែនហើយយើងមានភាគីទី3ជាអ្នកសម្របសម្រួលហើយបើតាមខ្ញុំមើលព័ត៌មានក្រៅផ្លូវការទេមិនផ្លូវការទេគឺថាចិនគាត់ចង់បំពេញតួនាទីជាអ្នកសម្របសម្រួលរវាងចំនួនកម្ពុជាថៃអីជាដើមហ្នឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីបញ្ចប់ចំនួនអីហ្នឹងអាហ្នឹងជារឿងល្អហើយចឹងខ្ញុំគិតថាអាយុទ្ធសាស្ត្រនៃការចរចានេះហើយបន្តមកទៀតគឺការអប់រំឲ្យមានការផ្លាស់ប្ដូរវប្បធម៌ការផ្លាស់ប្ដូរនៅការសិក្សាការអីជាដើមរវាងសិស្សរវាងនិស្សិតរវាងរាជការរវាងពលរដ្ឋនិងពលរដ្ឋឲ្យមានការយោគយល់គ្នានៅទាំងវប្បធម៌ទាំងប្រវត្តិសាស្ត្រអីរវាងប្រជាជាតិទាំងពីរអីហើយយើងព្យាយាមចាប់ផ្ដើមធ្វើពីឥឡូវនេះទៅគឺខ្ញុំគិតថាវាជារឿងល្អមែនទែនយើងបញ្ចប់នៅទស្សនៈរបស់ប្រជាជាតិទាំងពីរឥឡូវសៀមគេថាយើងស្លេវទេសកលជេរយើងតែប៉ុណ្ណឹងយូរយារណាស់មកហើយយើងក៏ដាក់ទឹកទៅគេវិញថាអាចោលឈ្លានពានអីជាហ្នឹងដូច្នេះខ្ញុំអត់ចង់ឲ្យមានអាពាហ៍ពីរហ្នឹងនៅក្នុងខួរក្បាលរបស់យើងជាពលរដ្ឋនៃប្រទេសទាំងពីរហ្នឹងហើយយើងព្យាយាមបោះអាពាក្យហ្នឹងចោលហើយធ្វើម៉េចឲ្យមានការចរចាដោយមានការរស់នៅជាប្រជាជាតិដែលមានភាពសុខដុមរមនានៅក្នុងចំណោមប្រទេសទាំងពីរហ្នឹងគឺជារឿងល្អមានហើយជាសន្តិភាពយូរអង្វែងដែលខ្ញុំគិតថ្មីនេះខ្ញុំឃើញដូចជាម្សិលមិញថ្ងៃនេះគឺឃើញលោកបណ្ឌិតឡៅមហៃគាត់បានបង្ហោះដែរឲ្យខ្ញុំពេញចិត្តរឿងការផ្សះផ្សាជាតិហ្នឹងគាត់ថាប្រទេសយើងឬប្រជាជាតិយើងហើយនៅថៃគឺមានស្អីដូចគ្នាច្រើនស្រដៀងគេមិនប្រើពាក្យ the same ទេដូចទេគេប្រើពាក្យ similar គឺស្តៀងគ្នាច្រើនហើយហេតុអីបានយើងអត់រស់នៅជាមួយគ្នាបានហើយទៅជាប្រជាជាតិដែលមានអារីភាពជាងជាមួយគ្នារាប់ទសវត្សរ៍រាប់សតវត្សមកអញ្ចឹងយើងគួរតែធ្វើកិច្ចការនឹងឡើងវិញជាមួយគ្នាដើម្បីឲ្យមានសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរអានេះជារឿងអញ្ចឹងខ្ញុំនិយាយថាបើសិនជាយើងចរចាគឺយើងមានផលវិជ្ជមានច្រើនទី1គឺឲ្យមានការផ្សះផ្សានៅចំនួនឬក៏ការផ្សះផ្សាផ្លូវចិត្តរបស់ប្រជាជាតិទាំងពីរកុំឲ្យមើលឃើញគ្នាទៅវិញទៅមកថាសត្រូវពេញខួរក្បាលអាហ្នឹងដែលវិជ្ជមានហើយទី2អាសន្តិភាពរបស់យើងគឺជាសន្តិភាពដែលយូរអង្វែងដែលអាចធ្វើឲ្យយើងរស់នៅហើយពីព្រោះប្រទេសពីរមិនដល់និយាយប្រទេសនិយាយពីតែគ្រួសារគឺបើសិនជាយើងគ្រួសារពីរនឹងត្រូវគ្នាទៅបងប្អូនយើងត្រូវគ្នាកូនចៅយើងត្រូវគ្នាទៅគឺខាងនោះមាននេះហុចសម្លមួយចានមកខាងនេះហុចស្លឹកគ្រៃទៅវិញឬក៏ផ្អកមួយចានអីទៅអាហ្នឹងរឿងដែលយើងគួរតែរស់នៅក្នុងនាមជាអ្នកចិត្តខាងល្អវាល្អសម្រាប់យើងតកូនចៅទៅចំនួនក្រោយអញ្ចឹងខ្ញុំថាពេលវេលាគឺដល់សម្រាប់ខ្មែរសម្រាប់ថៃគួរតែចាប់ដើមផ្សះផ្សាឡើងវិញឥឡូវវាប្រជាជាតិទាំងពីរក៏ដោយយើងគិតថាវាពីរប្រទេសរដ្ឋអធិបតេយ្យអីដូចគ្នាអីក៏ដោយប៉ុន្តែយើងគួរតែឲ្យពលរដ្ឋទាំងពីរនឹងរស់នៅក្នុងភាពសុខដុមរមនាជាមួយគ្នាជាល្អចឹងអញ្ចឹងខ្ញុំបានជម្រាបហើយថាផលវិជ្ជមានរបស់យើងហើយបើអវិជ្ជមានហ្នឹងយ៉ាងម៉េចសម្រាប់ប្រទេសទាំងពីរ
cứ bờ sân chỉ dương cho cha việc tàu cá pì lìa tàu cá ấy bắp nặng nè anh em mấy tàu cá pì lìa quên ngayต่อ tiệt tàu cá ọp rùm pol rọt song hàng ở tiệt ở yul pi vập thọ ở yul pi bông vật sa ở miền cáp sa sa chiết ấy những việc tàu cá chẳng hay dương ai xua vinh thánh cho vợ thầy mình rụng giống nâu tập kết tha dương anh chị địa bàn vì bố ở lỡ dương đôi chỉ săn đập hiệp cho mối khang cao đại ta khang Việt Nam đại ta đôi ở đây miền Bắc Hà ấy cho mối kia lỡ vô ở bắc phía sau thì năng hay dầm đách lô dầm đách thống dầm đách tây tạng vô rần giấy lô co chia bay đaสถาปนาสันติภาพได้จังชมทาลูกกูแต่โยกวิธีสักរបស់លោកហ្នឹងឬក៏អ្វីដែលលោកបានធ្វើជោគជ័យហើយរហូតបានពានរង្វាន់ពានអីដើមយកមកប្រើចរចាសម្រាប់ប្រវត្តិខ្លួនឯងមើលតើត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចខ្ញុំមិនជឿថាថៃមិនមែនជាប្រជាជាតិដែលពិបាកនិយាយគ្នាទេអញ្ចឹងយើងអាចនិយាយគ្នាបានអាហ្នឹងជារឿងល្អអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុន្តែមុនបញ្ចប់ខ្ញុំសូមលើកយក quote មួយមិនមែនជា quote នេះជាស្នាដៃដែលការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Stanford នៅចក្រភពអង់គ្លេសគាត់បានសរសេរមួយពីរឿងចំនួនខ្មែរសៀមហ្នឹងតាក់ទងប្រាសាទព្រះវិហារគាត់ថាសូមឲ្យប្រើប្រាស់ប្រាសាទអានេះជាអនុសាសន៍របស់គាត់សូមទោសណាមិនមែនជា quote ទេគឺជាអនុសាសន៍របស់គាត់គាត់ថាសូមឲ្យពុះផ្សាយគឺភាគីទាំងពីរហ្នឹងយកគេដំណើរឬមរតកប្រាសាទជាប្រវត្តិសាស្ត្រនេះទុកសម្រាប់ឲ្យប្រជាជាតិទាំងពីរជាទីសក្ការៈទៅគាត់ប្រើពាក្យអញ្ចឹងណាគឺទុកឲ្យទាំងថៃទាំងខ្មែរយកអានឹងជាកន្លែងជាទីសក្ការៈគោរពបូជារបស់ប្រជាជាតិទាំងពីរហើយនឹងសម្រាប់រកចំណូលទៅឲ្យជាតិទាំងពីរពីទេសចរអន្តរជាតិគឺគាត់ចង់ឲ្យអញ្ចឹងភាគីទាំងពីរហ្នឹងថាត្រូវធ្វើយ៉ាងម៉េចឲ្យទីតាំងប្រាសាទព្រះវិហារឬក៏ប្រាសាទតាមាន់ជាដើមคล้ายទៅជាទីសក្ការៈសម្រាប់ប្រជាជាតិទាំងពីរហើយคล้ายជាទីសក្ការៈសម្រាប់ភ្ញៀវទេសចរអន្តរជាតិទី1គាត់សុំឲ្យកុំឲ្យប្រើអាទីតាំងប្រាសាទបុរាណដែលជាមរតកដ៏មានតម្លៃនៃកម្ពុជាហ្នឹងคล้ายទៅជាទីកប់សពរបស់យុវជនថៃហើយនឹងคล้ายជាទីកប់សពរបស់ទាហានខ្មែរគាត់សុំប៉ុណ្ណឹងហើយខ្ញុំក៏សុំប៉ុណ្ណឹងហើយសូមអរគុណសូមជម្រាបលា